វិធីងាយៗដែលបងប្អូនប្រើប្រាស់ត្រាក់ទ័រអាចផ្លាស់ប្ដូរទឹកស្អំដោយខ្លួនឯងដោយមិនចាំបាច់ជាងជំនាញឬជួលគេមកប្ដូរនោះទេការផ្លាស់ប្ដូរទឹកស្អំត្រឹមត្រូវធ្វើឲ្យត្រាក់ទ័រមិនងាយឡើងកម្ដៅនិងប្រើប្រាស់បានយូរអង្វែងផ្លាស់ប្ដូរទឹកស្អំបានត្រឹមត្រូវយើងត្រូវមានសម្ភារៈដូចជាទី1កូនសោលេខ15ទី2គ្រាប់សោលេខ13ទី3ដង្កាប់មួយរ៉ូម៉ាណេក្រោមធុងទឹកខាងស្ដាំដំបូងយើងត្រូវយកគ្រាប់សោលេខ15ដើម្បីដោះបង្ហូរប្លុងទឹកក្នុងស៊ីឡាំងម៉ាស៊ីនចេញឲ្យអស់ចំណុចបន្ទាប់យើងយកសោគ្រាប់លេខ13មកដោះរបាំងខ្សែពៀនខាងស្ដាំរួចហើយយើងយកកូនសោគ្រាប់លេខ15ដោះដង្កៀបខ្សែភ្លើងងាកចេញពីរ៉ូម៉ាណេទឹកហើយយើងយកតកាប់មកចាប់រ៉ូម៉ាណេមូលបន្តិចទើបយើងមូលដៃបានយើងនឹងបង្ហូរទឹកឲ្យអស់ហើយយើងបើកគម្របធុងទឹកដើម្បីអីបើកគម្របធុងទឹកឲ្យទឹកស្អំចាស់ហូរឲ្យអស់ធុងតគួរក៏ត្រូវតែបើកដែរទើបទឹកចាស់នឹងហូរឲ្យអស់ហើយបិទឲ្យជិតទើបយើងចាក់ទឹកស្អំថ្មីក្រោយពីពេញហើយយើងក៏អាចបិទគម្របធុងទឹកយើងនឹងបញ្ឆេះម៉ាស៊ីនឲ្យបានពី3ទៅ5នាទីដើម្បីពិនិត្យទឹកស្អំយើងនៅក្នុងធុងតើគ្រប់គ្រាន់ហើយឬនៅបើសិនជាមិនទាន់គ្រប់ទេយើងថែមបើសិនជាគ្រប់ហើយយើងយកគម្របធុងទឹកបិទគម្របធុងទឹកឲ្យបានត្រឹមត្រូវជាការស្រេចទាំងអស់នេះជាវិធីងាយៗក្នុងការផ្លាស់ប្ដូរទឹកស្អំហើយប្រសិនបើបងប្អូនមានចម្ងល់ទៅលើផ្នែកខាងត្រាក់ទ័រអាចទំនាក់ទំនងមកខ្ញុំបានសូមអរគុណ